ព្រឹកនេះទៅផ្សារឃើញមាន់ល្អក៏ទិញមួយមកបងប្អូនហើយនេះខ្ញុំស្លសម្លម្ជូរស្លឹកម្កាក់ចំពោះគ្រឿងគឺខ្ញុំយកមកហាន់បុកខ្លួនឯងដើម្បីឲ្យឈ្ងុយខ្ញុំថតវីដេអូនេះមិនមែនជាវីដេអូដែលបង្រៀនបងប្អូនធ្វើម្ហូបទេព្រោះនេះខ្ញុំក៏អត់សូវចេះធ្វើម្ហូបប្រហែលដែរបងប្អូនគ្រាន់តែចង់ថតវីដេអូលេងខុសតោះត្រង់ណាសូមបងប្អូនកុំប្រកែកប្រកាន់អីបងប្អូនអាចជួយប្រាប់ខ្ញុំផងថាសម្លបងប្អូនដូចនេះខ្ញុំដែរឬក៏ខុសគ្នាត្រង់ចំណុចណារាល់ថ្ងៃមិនដឹងថាត្រូវធ្វើម្ហូបអីទេពេលខ្លះទៅផ្សារពេលដែលឃើញត្រីសាច់បន្លែណាទំនងក៏នឹកឃើញមុខម្ហូបភ្លាមតែម្ដងតែពេលខ្លះវិញដើរចុះដើរឡើងពេញតែផ្សារនឹងឯងថ្ងៃនេះទៅផ្សារនេះខ្ញុំទិញបានមាន់មួយប៉ុន្តែអត់មានស្លឹកម្កាក់ទេចៃដន្យអីបានចាយនៅចិត្តផ្ទះគាត់ប្រាប់ថាផ្ទះគាត់មានស្លឹកម្កាក់ហើយគាត់ប្រាប់ថាដើរទៅក្រោយផ្ទះគាត់ទៅអាចបេះបានហើយមាន់មួយនឹងខ្ញុំស្លខ្លះនឹងយកសាច់ទ្រូងខ្លះប្រឡាក់ទុកចៀនពេលល្ងាចព្រោះថាបើស្លទាំងអស់ហ្នឹងគឺញ៉ាំអត់អស់ទេសម្រាប់វិធីស្លខ្ញុំដាក់ប្រេងឆាចូលបន្តិចឲ្យវាឡើងរៀងក្តៅហើយខ្ញុំក៏ចាក់ប្រោកចូលកូរឲ្យឈ្ងុយហើយប្រោកឈ្ងុយហើយនេះខ្ញុំក៏ចាប់ផ្ដើមចាក់គ្រឿងចូលគ្រឿងនេះគឺគ្រឿងនេះខ្ញុំកិនខ្លួនឯងអញ្ចឹងវាឈ្ងុយជាងគ្រឿងយើងទិញមកពីផ្សារបងប្អូនកូរវាចុះឡើងហើយបន្ទាប់មកទៀតនេះខ្ញុំក៏ចាប់ផ្ដើមចាក់សាច់មាន់ចូលកូរគ្រឿងជាមួយនឹងសាច់មាន់ចុះឡើងឃើញថាមាន់ខ្មែរយើងល្អណាស់បងប្អូនសាច់ឡើងលឿនពេលដែលកូរគ្រឿងសព្វជាមួយនឹងសាច់មាន់រួចហើយនេះខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកត្រីបងប្អូនចាក់ទឹកត្រីចូលបន្តិចទៅដើម្បីឲ្យវាចូលជាតិហើយនេះខ្ញុំកូរម្ដងទៀតបន្ទាប់មកនេះខ្ញុំក៏គ្របគម្របវារំងាស់ឲ្យចេញទឹកព្រៃអស់សិននៅពេលដែលរីងទឹកព្រៃអស់ហើយបន្ទាប់មកទៀតនេះខ្ញុំក៏ចាប់ផ្ដើមដាក់គ្រឿងអំបិលពីចេងស្ករតាមចំណង់ចំណូលចិត្តបងប្អូនទៅហើយនេះខ្ញុំក៏ចាប់ផ្ដើមបន្ថែមទឹកបន្តិចទៅព្រោះនេះខ្ញុំស្លសម្លម្ជូរម្កាក់អត់សូវប្រើទឹកច្រើនទេគ្រឿងខ្មែរយើងគឺថាឈ្ងុយពេញផ្ទះតែម្ដងនៅពេលដែលរីងទឹកព្រៃអស់ខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកចូលដើម្បីរំងាស់ឲ្យសាច់មាន់យើងផុយល្អពណ៌ឡើងលឿងពេញឆ្នាំងតែម្ដងមើលទៅឡើងទំនងមែនទែននៅពេលដែលរំងាស់មាន់បានផុយហើយខ្ញុំក៏ចាក់ឈាមចូលដើម្បីកុំឲ្យវាបែកបន្តមកទៀតខ្ញុំក៏គ្របគម្របទុកមួយផ្លែតដើម្បីឲ្យឈាមមាន់ឆ្អិនបានល្អឃើញថាសាច់មាន់បានឆ្អិនល្អហើយបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមដាក់ស្លឹកម្កាក់ចូលចំពោះស្លឹកម្កាក់នេះខ្ញុំអត់បង់យូរទេបង់តែមួយរំពុះប៉ុណ្ណឹងឯងហើយនៅពេលដែលយើងកូរចុះកូរឡើងទៅគឺថាឈ្ងុយហើយសម្លយើងគឺបានឆ្អិនរួចរាល់តែម្ដងហើយជាចុងក្រោយខ្ញុំក៏ចាប់ផ្ដើមបង់ស្លឹកម្រះព្រៅចូលខុសតោះត្រង់ណាសូមបងប្អូនកុំប្រកែកប្រកាន់អីណាព្រោះនេះជាវីដេអូដំបូងសម្រាប់ខ្ញុំសូមអរគុណ